เพลย์ครูนั่นนะกว่าบ้านประกาศเราได้30 ឆ្នាំใหม่ให้ឆ្នាំនេះគឺជាคุំใน30 ឆ្នាំនៃគេឈ្មោះនិងភាពជោគជ័យរបស់ Nagawal ដើម្បីអបអរសាទរខួបលើកនេះ Nagawal បានបង្កើតជាទេសភាពភូមិខ្មែរដ៏ស្រស់ស្អាតដោយគាត់បានឌីហ្សាញនិងរៀបចំដោយក្នុងនោះមានភូមិសម័យចតុមុខនិងភូមិសម័យលង្វែកនៅក្នុងភូមិនីមួយៗសុទ្ធតែមានការដាក់លក់នៅអាហារបែបខ្មែរដែលមានច្រើនប្រភេទដូចជានំបញ្ចុកតកកឈូសនំគ្រក់អីផ្សេងៗហ្នឹងហើយក៏ដូចជាមានការដាក់តាំងលក់នៅផលិតផលខ្មែរជាច្រើនទៀតផងលើពីនេះទៀតក៏មានការសម្ដែងជាច្រើនប្រភេទផងដែរក្រុមតន្ត្រីយុវជនអង្គរបាននាំនៅស្នាដៃចម្រៀងថ្មីបូករួមជាមួយនឹងឧបករណ៍បុរាណនិងសម្ដែងជូនទៅកាន់ទស្សនិកជនហើយក៏ដូចជាមានការសម្ដែងពីការបង្ហាញបុក្កតោសម្លៀកបំពាក់និងសម្លៀកបំពាក់ទាហានបែបប្រវត្តិសាស្ត្រទៀតផងការសម្ដែងនេះគឺសម្ដែងនៅសាលាគុណចៃដេជៈគាត់បានធ្វើការសម្ដែងគុណរបស់កតោខ្មែរយើងដើម្បីបង្ហាញពីកម្លាំងនិងសិល្បៈយុទ្ធសាស្ត្រខ្មែរហើយបូករួមជាមួយនឹងបទចម្រៀងដើមប្រគំដោយវងតន្ត្រីយុវជនអង្គរដែលមានឧបករណ៍ភ្លេងបុរាណខ្មែរនិងក្រុមចម្រៀងការសម្ដែងក្បាច់គុណនេះបានធ្វើឲ្យគេដំណើរដ៏មានតម្លៃរបស់ខ្មែរយើងបន្តមានជីវិតនិងធ្វើឲ្យល្បីរន្ទឺកាន់តែខ្លាំងទៀតផងប៉ុណ្ណឹងអត់ទាន់ចប់ទេក៏មានការបង្ហាញនៅល្ខោនស្រមោលស្បែកធំពីខាងសវណ្ណភូមិការសម្ដែងនេះត្រូវបានយកមកសម្ដែងដោយមានបូករួមជាមួយនឹងឧបករណ៍ភ្លេងអូខេស្ត្រាលាយជាមួយនឹងឧបករណ៍ភ្លេងបុរាណខ្មែរយើងដែលបង្កើតជាបទពិសោធន៍ដ៏ពិសេសសម្រាប់ទស្សនិកជនយើងតែម្ដងហើយការសម្ដែងនេះគឺមានធ្វើនៅរៀងរាល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍ចាប់ពីថ្ងៃនេះរហូតដល់ចុងខែឧសភាយើងដែលមានទីតាំងនៅក្នុង Naba Theater នៅក្នុង Nagawal 2វត្តមាននិងការគាំទ្ររបស់ទស្សនិកជនបានជួយលើកទឹកចិត្តដល់ការអភិរក្សប្រពៃណីនិងការលើកតម្កើងសិល្បៈខ្មែរយើង